កណាសូមប្រកេនតកតងជាមួយសក្យបព្វជិបានសេចក្តីថាត្រកូលស្ដេចខាងព្រះបិតាត្រកូលខាងលោកឪពុកនៅនគរកបលភ័ស្ត្រណាគឺជានគររបស់ព្រះបាទសទ្ធោទនៈដែលជាព្រះបិតាព្រះសម្មាសម្ពុទ្ធហ្នឹងនៅក្នុងមេរៀននេះគេដាក់ថាសក្យបព្វជិកណាមុនតតមួយហើយនឹងមើលសេចក្តីហើយនឹងស្ដាប់ការបរិយាយបញ្យលរបស់កណាហើយឆ្លើយនឹងសំណួរកណាក្នុងថ្ងៃជាគម្រប់4ណាពេលព្រះសាស្តានៃយើងទៅកាន់និវេសរបស់ព្រះនន្ទកុមារដើម្បីទទួលបណ្ឌបាតក្នុងពេលនន្ទកុមារកំពុងធ្វើពិធីវិវាហមង្គលគេហបវេសនាភិសេកទ្រង់ធ្វើផតកិច្ចរួចហើយទៅប្រទានបាតឲ្យនន់បន្ទាប់ពីសម្ដែងមង្គលកថាស្រេចហើយក៏យាងចេញទៅព្រះអង្គមិនព្រមទទួលបាតពីនន់កុមារឡើយឯនន់កុមារមិនហ៊ានថ្វាយវិញក៏ចេះតែដើរតាមក្រោយព្រះអង្គចំណែកស្ត្រីអ្នកបម្រើឃើញដូច្នោះក៏ចូលទៅទូលព្រះនាងជាអ្នកបតៈកល្យាណីណាគេជាអ្នកបតៈកល្យាណីណាគឺជាភរិយារបស់នន់ណាដែលទៅរៀបអភិសេកហើយចប់សពគ្រប់នោះបងណាជាអ្នកបតៈកល្យាណីលុះព្រះនាងដឹងហើយក៏ស្ទុះចេញទៅផ្ដាំឲ្យត្រឡប់មកវិញឆាប់កុំនៅយូរពេកព្រះនន្ទក៏ចេះតែដើរតាមរហូតដល់វត្តនិក្រូតរាមកណាព្រះសម្មាសម្ពុទ្ធទ្រង់សួរនន្ទថាអ្នកបួសឬទេនន្ទមិនហ៊ានប្រកែកក៏ទទួលថាបួសណាព្រះអង្គក៏ទ្រង់បំបួសក្នុងថ្ងៃនោះតែម្ដងណាលុះដល់ថ្ងៃទី7ព្រះនាងពំពាតាក់តែងរាហុលកុមារហើយបញ្ជូនឲ្យទៅសួរកំណត់ទ្រព្យក្នុងពេលដែលព្រះអង្គកំពុងយាងបណ្ឌបាតរាហុលក៏តាមទៅដល់វត្តណាព្រះអង្គគិតប្រទានលោកកតរៈសម្បត្តិគិតថាប្រគេនលោកកតរៈសម្បត្តិដល់រាហុលកុមារកណាបញ្យល់ហើយពីលោកកតរៈសម្បត្តិនោះណាទ្រង់បង្គាប់ឲ្យព្រះសិរីបុត្រទៅបំបួសរាហុលកុមារចំណែកអនាថបណ្ឌិតសេដ្ឋីពេលដែលជួបនឹងព្រះពុទ្ធទ្រង់គង់នៅក្នុងរាជក្រឹសបានថ្វាយទានដល់ព្រះអង្គនិងភិក្ខុសង្ឃហើយអារាធនាព្រះអង្គសូមនិមន្តទៅកាន់ក្រុងសាវត្ថីបន្ទាប់មកលោកសេដ្ឋីក៏បានធ្វើវត្តចេតពុនទុកថ្វាយព្រះសាស្តាពេលនោះព្រះអង្គទ្រង់ចេញពីក្រុងកបលភ័ស្ត្រយាងទៅកាន់ក្រុងសាវត្ថីកាលព្រះអង្គគង់នៅក្នុងវត្តចេតពុនព្រះនន្ទថេរកើតអប្សុកចង់សឹកនៅព្រះនន្ទថេរដែលទៅរៀបការហើយទៅបួសហ្នឹងបងណាព្រះអង្គក៏ទ្រង់ជ្រាបក៏លួងលោមឲ្យប្រព្រឹត្តព្រះមច្ចរិយធម៌សិននឹងបានស្រីអប្សរជាខាងក្រោយណាពេលដែលចង់ឃើញស្រីទេពអប្សរដែលមានរូបសម្រស់ស្អាតជាងជាអ្នកបតៈកល្យាណីហ្នឹងហ៎បងកណាតែធ្វើវិធីសាសនាដើម្បីយើងបានឃើញស្រីទេពអប្សរហ្នឹងចង់ព្រះអង្គឲ្យនន់ហ្នឹងណាបដិបត្តិគេហៅថាព្រះមច្ចរិយធម៌សិនទើបបានឃើញស្រីទេពអប្សរខាងក្រោយព្រះនន្ទថេរព្រមប្រព្រឹត្តមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហន្តទើបទៅដោះណាបដិញ្ញានឹងព្រះសាស្តាលំដាប់នោះព្រះសាស្តាទ្រង់យាងទៅកាន់ចរិតជនបទទ្រង់គង់នៅក្នុងអនុបយមវ័នស្ថិតនៅជិតក្រុងអនុបយៈណាពេលនោះរាជត្រកូលដែលបានបដិញ្ញាថានឹងថ្វាយព្រះរាជបុត្រមួយអង្គធ្វើជាបរិវារនោះទ្រង់បានចេញបព្វជិតាមជាច្រើនចំណែក ខ្សាត់
ប្រមួយអង្គគឺផន្តិយៈអនុរុទ្ធភគុកលពិលៈអានន្ទនិងទេវទត្តមិនទាន់ចេញបព្វជិនៅឡើយទើបខ្សាក់ទាំងពួងពោលថាយើងរាល់គ្នាឲ្យកូនទៅបួសអស់ហើយរីឯក្សត្រ6អង្គនេះមិនមែនជាព្រះញាតិទេដឹងបានជាមិនទៅបួសណាពេលនោះព្រះមហានាមជាបុត្រអមិតតោតនៈណាស្គាល់អមិតតោតនៈហើយមានព្រះបន្ទូលនិងព្រះអនុរុទ្ធជាព្រះអនុត្តថាខ្លួនអ្នកក្តីខ្លួនខ្ញុំក្តីគួរទៅបួសព្រះអនុរុទ្ធជាប្អូនតបថាទូលព្រះបង្គំមិនទៅទេមហានាមថាបើអ្នកមិនទៅបួសគួររៀនធ្វើការងារចោះខ្ញុំនឹងទៅបួសហើយអនុរុទ្ធសួររឿងការងារមហានាមក៏សម្ដែងប្រាប់ការងារទាំងនោះមានកសិកម្មជាដើមអនុរុទ្ធនឹងឃើញថាការងារកសិកម្មលំបាកណាស់មិនស្រួលទេអនុរុទ្ធនេះជាក្សត្រប្រកបទៅដោយសុខុមាលជាតិគឺមានសេចក្តីសុខដោយប្រពៃពុំដែលស្គាល់លំបាកទេសូម្បីពាក្យថាគ្មានក៏ពុំដែលឮផងបានជាមានរឿងជាប់តមកថាថ្ងៃមួយក្សត្រទាំង6អង្គទ្រង់ក្រសាលលេងអង្គុញជាមួយគ្នាដោយភ្នាល់ដាក់នំបើអ្នកណាចាញ់ត្រូវយកនំមកសងអនុរុទ្ធលេងចាញ់រលើកក៏បញ្ជូនមនុស្សឲ្យទៅយកនំពីមេដាប្រាប់អ្នកបម្រើថានំគ្មានទេអ្នកបម្រើក៏ទៅប្រាប់អនុរុទ្ធវិញថានំគ្មានទេអនុរុទ្ធថាឲ្យទៅយកអានំគ្មាននោះមកនេះព្រះអនុរុទ្ធបំប្រាប់ថាអត់មានទេឲ្យទៅយកអានំអត់មាននោះមកព្រមមិនដែលឮពាក្យថាគ្មានណាមេដាក៏យកភោជជនទៅទេមកឲ្យទេវតាក៏លោកដាក់នំទឹកនៅក្នុងភោជជននោះអ្នកបម្រើនាំយកទៅក៏ស្រាប់តែឃើញនំមានក្លិនប្លែកក្សត្រទាំង6អង្គក៏នាំគ្នាសោយព្រះអនុរុទ្ធសួរមេដាថាហេតុអ្វីក៏មេដាមិនធ្វើនំគ្មានដល់ទូលបង្គំចាប់ពីថ្ងៃនោះទៅទូលបង្គំពុំទទួលនំដតីក្រៅពីនំគ្មាននោះទេតាន់សេចក្តីអត់កូនចាស់ណាមេដាបានសួរអ្នកបម្រើថាយ៉ាងម៉េចហើយនឹងអ្នកបម្រើប្រាប់ថាភាគជនដែលយកទៅនោះជាភាគជនទៅទេស្រាប់តែយកទៅដល់កន្លែងលេងអង្គុញក៏ឃើញនំពេញភាជមេដាស្ដាប់ហើយទ្រង់ព្រះចិន្តាថាកូនអញបើសិននៅជារាវាសដរាបណាក៏ទេវតាដាក់នំដរាបនោះមិនខានឡើយកន្លងទៅបានមួយថ្ងៃក្សត្រទាំង3អង្គសួរគ្នាថាភោជនាហារកើតក្នុងទីណាចំណែកកម្ភិលៈឆ្លើយថាកើតក្នុងជង្រុកផន្តិយៈឆ្លើយថាកើតក្នុងឆ្នាំងព្រោះឃើញគេដួសបាយក្នុងឆ្នាំងអនុរុទ្ធឆ្លើយថាកើតក្នុងភាជលុះដល់គ្រាខាងក្រោយទើបឆ្លើយថាកើតអំពីស្រែគ្រាន់តែឮកើតអំពីស្រែក៏មានសេចក្តីនឿយណាយក្នុងគរាវាទើបបបួលគ្នាទាំង6អង្គសោយរាជសម្បត្តិអស់7ថ្ងៃហើយក៏ចេញចាក់ក្រុងកបលភ័ស្ត្រទៅជាមួយនឹងបរិវារលុះដល់ទីបំផុតនៃដែនក៏ឲ្យបរិវារត្រឡប់មកវិញក្សត្រទាំង6អង្គនិងឧបាលយកៈទៅដល់ដែនមិលរដ្ឋណាក៏ដោះគ្រឿងអំពណ៌ឲ្យឧបាមិលកៈយកទៅលក់ចិញ្ចឹមជីវិតហើយយាងទៅឧបាមិលកៈទទួលបង្វិចត្រឡប់មកវិញគិតថាធម្មតាខ្សក្យរាជកាចណាស់កាលបើឃើញអញបានគ្រឿងអំពណ៌ទាំងនេះមុខជាតិថាឧបាលកៈនេះសម្រាប់រាជអរោះយកគ្រឿងអភរណៈហើយនឹងធ្វើរាជតន់ដល់អញមិនខានឧបា
ลิกิดរួចហើយក៏យកបង្វាច់ជួរលើមែកឈើហើយត្រឡប់ទៅតាមក្សត្រទាំង6អង្គវិញក្សត្រទាំង6អង្គឃើញឧបាលិមកដល់ក៏សួរសពគ្រប់កាលបើឧបាលិក្រាបទូលតាមដំណើរហើយក៏នាំគ្នាទៅកាន់សំណាក់ព្រះសាស្តាទូលសូមឲ្យព្រះអង្គមេត្តាបំពោះឧបាលិជាមុនដើម្បីបន្ទាន់មានអ្នករបស់ខ្លួនព្រះសាស្តាក៏ទ្រង់អនុញ្ញាតបំពោះឧបាលិមុនទើបព្រះអង្គបំពោះក្សត្រទាំង6អង្គជាខាងក្រោយចំណែកភត្តិយៈបានសម្រេចវិជា3ក្នុងវស្សានោះដែរព្រះអនុរុទ្ធបានទឹកបច្ចៈខុណាគ្រាក្រោយកាលព្រះអង្គទេសនាមហាបុរសវិភ័តសោតក៏បានសម្រេចអរហត្តផលព្រះអានន្ទបានសម្រេចសោតាបដិបញ្ញផលព្រះភគុនិងកលមៈចម្រើនវិបស្សនាបានសម្រេចនៅព្រះអរហន្តព្រះទេវទត្តបានរិទ្ធជាពុទ្ធជនលំដាប់នោះព្រះសាស្តាទ្រង់យាងទៅនគរកោសម្ភីមហាជននាំគ្រឿងសក្ការៈទៅថ្វាយក៏សួររកត្រឹមតែព្រះសាស្តានិងអស័យតិសាវកត្រង់ទេវទត្តអត់មានអ្នកណាសួររកសោះភិក្ខុទេវទត្តអន់ចិត្តក៏ស្វែងរកបពួកបានច្រើនហើយព្យាយាមធ្វើកម្មអាក្រក់ផ្សេងដរាបដល់ព្រះធរណីស្រូបយកទៅមួយនន់មួយព្រះនន់មានពីរណាកុំឲ្យច្រឡំគ្នាណាគុណចាស់តោះណែមួយនន់នគមាមួយនន់នគមាមួយព្រះនន់ហ្នឹងព្រះនន់ប្អូនដែរតែប្អូនខាងមេដាផ្សេងហើយណាយ៉ាត់ស្ដាប់ច្រឡំណាព្រះអង្គមាន2អង្គណាអញ្ចឹងតេតង